លោកអ្នកស្ដាប់ជាទីមេត្រីនាទីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះផ្ដោតសំខាន់លើអាមេរិកប្រកាសលុបច្បាប់ផ្ដល់សិទ្ធិជ្រកកោននយោបាយដល់គុយបាដោយមានអន្តរាគមន៍ពីអៀងសុកមិញជំរាបសួរសុកមិញចាជំរាបសួររចនាចាសុកមិញមួយសប្តាហ៍មុនបញ្ចប់អាណត្តិលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានឹងបានប្រកាសលុបចោលសិទ្ធិពិសេសដែលគេតែងតែប្រគល់ឲ្យអន្តរប្រវេសន៍រត់មកពីគុយបាតើសិទ្ធិពិសេសនេះជាអ្វីទៅចារចនាប្រជាពលរដ្ឋគូបាបានទទួលសិទ្ធិពិសេសពីសហរដ្ឋអាមេរិករាប់ទសវត្សរ៍មកហើយនេះគឺដោយសារតែប្រវត្តិពាក់ព័ន្ធរវាងគូបានិងអាមេរិកពលគឺចាប់តាំងពីឆ្នាំ1966មកពេលដែលនៅក្នុងកំពុងតែមានសង្គ្រាមត្រជាក់នៅឡើយសហរដ្ឋអាមេរិកបានបង្កើតច្បាប់អន្តរប្រវេសន៍មួយអនុគ្រោះនៅសម្រួលដល់ប្រជាពលរដ្ឋគូបាភៀសខ្លួនឲ្យបានស្នាក់នៅក្នុងសហរដ្ឋអាមេរិកហើយនឹងមានលទ្ធភាពបានទទួលសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងរង្វង់ពេលមិនដល់1ឆ្នាំផងបដិវត្តកាស្ត្រូឆ្នាំ1959បានរុញច្រានឲ្យមានរលកចំណាក់ស្រុកជាលើកដំបូងហើយវិបត្តិអន្តរប្រវេសន៍មកពីគូបានេះបានផ្ទុះកាន់តែខ្លាំងថែមទៀតនៅក្នុងឆ្នាំ1994ដោយមានចរន្តរត់ភៀសខ្លួនតាមទូកដររខិរខាដែលជាមានសោកនាដកម្មដ៏ធំធេងស្លាប់ក៏ច្រើនបាត់ខ្លួនក៏ច្រើនហើយឆ្លៀតពីនោះទៅទៀតអតីតប្រធានាធិបតីគូបាដែលជាលោក Fidel Castro បានលួចបងធូរពន្ធនាគារដោយធ្វេចភ្នែកបណ្ដាលឲ្យពួកអ្នកទោសឬក៏អ្នកជំងឺនៅក្នុងមន្ទីរពេទ្យឈួតអាចរត់ឆ្លងទៅអាមេរិកហើយនៅពេលដែលអាមេរិកចាប់បញ្ជូនត្រឡប់មកវិញគូបាមិនព្រមទទួលយកជនពលរដ្ឋរបស់ខ្លួនឯងវិញទេហើយប្រឈមមុខនឹងស្ថានភាពបែបនេះអាមេរិកក្នុងសម័យប្រធានាធិបតីលោក Bill Clinton ក៏បានកែសម្រួលច្បាប់អន្តរប្រវេសន៍ពិសេសសម្រាប់គូបាដដែលនោះនៅឆ្នាំ1995ដែលមានដាក់ឈ្មោះថាច្បាប់ជើងសើមនិងជើងស្ងួតមានន័យថាប្រជាពលរដ្ឋគូបាណាដែលប៉ូលីសអាមេរិកចាប់បាននៅក្នុងផ្ទៃទឹកត្រូវតែបញ្ជូនត្រឡប់ទៅឲ្យគូបាវិញជាស្វ័យប្រវត្តិដោយគ្មានសួរនាំអីទាំងអស់ឯជនណាដែលបានឆ្លងចូលមកដល់ទឹកដីអាមេរិកដោយជន់លើដីហើយនឹងបានទទួលសិទ្ធិជ្រកកោននយោបាយព្រមទាំងអាចទទួលបានស្នាក់នៅឬក៏ហៅតាមភាសាអង់គ្លេសថា Green Card នោះដែលគឺជាការអនុគ្រោះដ៏ពិសេសមែនទែនបើប្រៀបធៀបទៅនឹងអន្តរប្រវេសន៍មកពីប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាមេរិកឡាទីនដូចគ្នាចានិយាយដល់ត្រឹមនេះខ្ញុំចង់ឲ្យសុកមិញជម្រាបជូនលោករិសាបន្តិចថាតើសប្តាហ៍នេះអន្តរប្រវេសន៍មកពីគុយបាទៅកាន់អាមេរិកនឹងមានទំហំប៉ុណ្ណាដែរចាអន្តរប្រវេសន៍មកពីអាមេរិករចនាមិនបានស្ងប់ស្ងាត់ទេអ្វីបើតែថាមានកិច្ចព្រមព្រៀងមានភាពធូរស្រាលរវាងគូបានិងអាមេរិកក៏ដោយក្រោយពីបានដូចខ្ញុំរៀបរាប់មិញអញ្ចឹងថាមានរលកភៀសខ្លួនដំបូងសំខាន់តាមទូហើយគេសង្កេតឃើញថាមួយរយៈចុងក្រោយនេះនឹងក្រោយពីអាញាធរក្រុងឡាហាវ៉ានបានបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរមកប្រជាពលរដ្ឋគូបាបាននាំគ្នាប្រើប្រាស់ប្រទេសទី3ដើម្បីជាឈ្នន់សម្រាប់លួចចូលទឹកដីអាមេរិកតាមជើងគោកនៅក្នុងចុងឆ្នាំ2014ក្រោយពីសហរដ្ឋអាមេរិកនិងគូបាបានប្រកាសកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញចរន្តអន្តរប្រវេសន៍នោះនៅតែមិនធូរថយទៀតរចនាបើតាមវិជាស្ថានស្រាវជ្រាវអាមេរិកចំនួនអន្តរប្រវេសន៍រត់មកជន់ទឹកដីអាមេរិកបានកើនឡើងទ្វេដងពីជាង 20,000 នាក់នៅឆ្នាំ2014ទៅដល់ជាង 40,000 នាក់នៅឆ្នាំ2015និងជិត 50,000 នាក់នៅ10ខែដំបូងនៃឆ្នាំ2016ពលរដ្ឋគូបាបន្តធ្វើនេះទេដោយមានការព្រួយបារម្ភខ្លាចប្រទេសបើកចំហទៅហើយការព្រួយបារម្ភនោះគឺមិនខុសរបស់គេមែនរចនាពីព្រោះឥឡូវឃើញជាក់ស្ដែងហើយពួកគេត្រូវបាត់បង់អភ័យឯកសិទ្ធិអន្តរប្រវេសន៍ដែលគ្មានប្រទេសណាមួយនៅក្នុងโลกធ្លាប់បានទទួលដូចជាគូបាឡើយនៅឯសហរដ្ឋអាមេរិកនេះចាប់ពីពេលនេះទៅពលរដ្ឋគូបាណាដែលចង់ចូលទឹកដីអាមេរិកដោយខុសច្បាប់នឹងត្រូវចាប់បញ្ជូនមកវិញជាបន្ទាន់មិនថាតាមផ្លូវទឹកឬក៏តាមផ្លូវគោកឡើយយើងសរុបទៅក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះក្នុងចំណោមពលរដ្ឋសរុបចំនួន11លាននាក់មានជាង2លាននាក់ហើយបាននិរទេសខ្លួនចេញពីប្រទេសគូបាក្នុងនោះ 80% បានមករស់នៅក្នុងសហរដ្ឋអាមេរិកឬនិយាយចំនៅរដ្ឋ Florida តែម្ដងចាសុកមិញត្រឡប់មកនិយាយពីការលុបសិទ្ធិពិសេសដល់ប្រជាជនគូបាចូលមកកាន់អាមេរិកវិញវិធានការនេះច្បាស់ណាស់ថានឹងធ្វើឲ្យក្រុងឡាហាវ៉ានសប្បាយចិត្តប៉ុន្តែសួរថាតើប្រធានាធិបតីអាមេរិកថ្មីនឹងគិតយ៉ាងណាទៅវិញចាស់មែនហើយរចនាវិធានការនេះគឺនឹងធ្វើឲ្យក្រុងឡាហាវ៉ានសប្បាយចិត្តខ្លាំងច្បាប់អន្តរប្រវេសន៍ដែលផ្ដល់សិទ្ធិពិសេសដល់គូបានេះធ្លាប់ត្រូវបានអាជ្ញាធរកុម្មុយនីសគូបាបរិហារជាញយដមកហើយថាគឺជាការលើកទឹកចិត្តឲ្យមានការរត់ភៀសខ្លួននិងការរត់ពន្ធមនុស្សដែលខុសច្បាប់ក្រោយមកទៀតនៅពេលដែលគូបានិងអាមេរិកចាប់ផ្ដើមមើលមុខនឹងគ្នាឡើងវិញបានបន្តិចក្រុងឡាហាវ៉ាននៅតែបង្ហាញចេតនាចង់ឃើញ Washington លុបចោលសិទ្ធិពិសេសនេះចេញដោយចាត់ទុកថាវាគឺជាការញុះញង់ឲ្យមានអន្តរប្រវេសន៍សេដ្ឋកិច្ចសម្រាប់ឡាហាវ៉ានសិទ្ធិពិសេសនេះមិនស័ក្តិសមនឹងត្រឹមត្រូវទេប្រសិនបើប្រទេសពីរគូបានៅសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងស្ទើរជាធម្មតានឹងគ្នាទៅហើយវិញនោះដូច្នេះហើយ
អាញាធរគូបាពិតជាត្រូវតែរីករាយមែនក៏ប៉ុន្តែរចនាទន្ទឹមនឹងការរីករាយនេះបើតាមកិច្ចចរចាដោយស្ងាត់ដែលសម្រេចបានលទ្ធផលថ្ងៃនេះគូបាត្រូវសុខចិត្តទទួលយកពលរដ្ឋដែលអាញាធរអាមេរិកចាត់បញ្ជូនទៅវិញមិនអាចបដិសេធដោយអ្វីដែលក្រុងឡាហាវ៉ានធ្លាប់ធ្វើពីមុនឡើយហើយចំពោះលោកត្រាំដើម្បីឆ្លើយនឹងសំណួររបស់រចនានោះដែលនឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកចាប់ពីថ្ងៃទី20មករាទៅធ្លាប់បានបង្ហើរជំហរមិនច្បាស់លាស់នៅក្នុងសំណុំរឿងគូបានេះដែរលោកបានបង្ហោះសារមួយនៅក្នុងប្រព័ន្ធសង្គម Twitter កាលពីចុងខែវិច្ឆិកាថានឹងបិទបញ្ចប់ភាពត្រូវរើគ្នាជាមួយនឹងគូបាប្រសិនបើប្រទេសកោះមួយនេះមិនព្រមប្រឹងប្រែងផ្នែកសិទ្ធិមនុស្សនិងបើកទូលាយផ្នែកទីផ្សារទេប៉ុន្តែបើជាសរុបទៅរចនាក្នុងនាមជាអ្នកជាតិនិយមជាអ្នកការពារតែផលប្រយោជន៍ជាតិនិងមិនចូលចិត្តអន្តរប្រវេសន៍លោកត្រាំអាចយល់ថាក៏ល្អដែរប្រសិនបើអាមេរិកលុបសិទ្ធិពិសេសសម្រាប់ទទួលអន្តរប្រវេសន៍គូបាដូចជាបានទប់ស្កាត់លំហអន្តរប្រវេសន៍ខុសច្បាប់ពីព្រោះថាសប្តាហ៍ថ្ងៃនេះអាមេរិកបានផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋគូបាក្នុងមួយឆ្នាំចំនួនតែ 25,000 វីសាតែប៉ុណ្ណោះចាអរគុណសុកមិញសម្រាប់បទអន្តរាគមន៍នៅរាត្រីនេះ